សុស្ដីវិទូ Vâng, xây bông វ៉ាឥឡូវសង្ហាម៉ែ lúa cồn ban trao ច្រើនមកសប្បាយចិត្តមែន ban bông bàn ឥឡូវហ្នឹងដោយសារតែអតិថិជនរបស់យើងហ្នឹងបុកសួរពិធី70ភីមែនតើវិទូហើយថ្ងៃហ្នឹងគឺវិទូមកដល់ head office ទៀតណា បាទ គឺមកហ្នឹងគឺមកមើលឲ្យអតិថិជនរបស់យើងគឺដឹកទៅខាងបាត់ដំបងមែនទេ នេះបងរៀបចំឲ្យអតិថិជនទៅស្អែកហ្នឹងឯងនៅខាងបាត់ដំបង អឺ ទូឯងនេះហ្នឹងឯងទី70ភីដែលពុកម៉ែបងប្អូនក៏ជឿជាក់មែនតើហើយក៏ជាទូឯងរបស់យើងដែរគេដាច់ច្រើនជាងគេ តួឯងដោយសារចំណុចពិសេសអីគេខ្លះដែរវិទូ ទីទូទៅក៏ទី70ភីនេះបើយើងនិយាយថាលក្ខណៈពិសេសរបស់វាមួយថ្ងៃពុកម៉ែបងប្អូនយើងអាចបាញ់ដំណាំមកគាត់ចន្លោះពី30ហិកតាទៅ70ហិកតាមួយថ្ងៃ វ៉ាវ តាមស្ថានភាពដីរបស់គាត់ដែរ អូមួយទៀតដោយសារតែពុកម៉ែបងប្អូនយើងដែលអត់ធ្លាប់ប្រើដ្រូនកសិកម្មពីមុនមកក៏តែងតែឆ្ងល់ថាចេះថាដ្រូនកសិកម្ម DJI ហ្នឹងបាញ់បានដែរដំណាំស្រូវឬក៏មិនដែរ អត់ទេបងដ្រូនកសិកម្ម DJI យើងអាចបាញ់បានដំណាំគ្រប់ប្រភេទ អូ ដំណាំហូបផ្លែគឺបានទាំងអស់ហើយជាពិសេសស្រូវពោតដំឡូងទុរេនចន្ទីស្វាយកាលមៀតហើយដំណាំយើងអាចបានច្រើនមែនតើ អូ តាមបាញ់ឆ្នាំនេះយើងអាចព្រុសបានទៀត ឥឡូវនេះវិទូដើរតួជាអ្នកដែលនិយាយចំពោះបងប្អូនកសិករយើងវិញណានិយាយពី3ចំណុចអែមរបស់ T70P មួយមើល3ចំណុចហ្នឹងគិតថាចំណុចណាដែលអតិថិជនយើងពេញចិត្តខ្លាំងណាព្រោះតួឯងហ្មង ទី1តម្លៃល្អ អូខេ 2បាញ់បានចន្លោះពី30ហិកតាទៅ70ហិកតាក្នុងមួយថ្ងៃ វ៉ាវអូខេ ទី3អាចពុះជីបាន79 វ៉ាវធំ បាទ ធំមកល្មមเนาะអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍អាចតាក់ទងមកកាន់ ACC បានเนาะអូខេបាយបាយវិទូ គុណបង